សួរបងប្អូនជំរាបសួរបងប្អូនជំរាបសួរបងប្អូននេះជាដំណឹងបន្ទាន់ដែលបងប្អូនយើងនៅខេត្តព្រះសីហនុគាត់ឲ្យជួយផ្សព្វផ្សាយនៅរសៀលថ្ងៃទី24ខែមិថុនាឆ្នាំ2025នេះមានជនបរទេស2នាក់រត់ចេញពីកាស៊ីណូរត់សម្ដៅមកឲ្យប្រជាពលរដ្ឋខ្មែរយើងជួយពួកគាត់ក៏ប៉ុន្តែអត់មានប្រជាពលរដ្ឋខ្មែរណាហ៊ានជួយឬក៏បានជួយគាត់ទេដោយសន្តិសុខនៅកន្លែងនោះបានហាមមិនឲ្យប្រជាពលរដ្ឋថតរូបជនបរទេសទាំង2នាក់នោះហើយមើលទៅអាការៈគាត់គឺគាត់ភ័យស្លន់ស្លោស្លេកស្លាំងរត់ចេញមកបាទឲ្យនៅពលរដ្ឋខ្មែរនៅក្បែរនោះជួយពួកគាត់ទាំងពីរក៏ប៉ុន្តែអត់មានអ្នកណាហ៊ានជួយឬក៏បានជួយគាត់ទេខ្ញុំបញ្ជាក់សារឡើងវិញដូច្នេះបើសិនជាសមត្ថកិច្ចរដ្ឋាភិបាលហ៊ុនសែននឹងពិតជាមិនមានការខុបខិតគ្នាជាមួយនឹងឈ្មួញទុច្ចរិតជួញដូរមនុស្សឬក៏ចាប់ចម្រិតមនុស្សតាមអនឡាញអីផ្សេងទេសូមទៅជួយគាត់ផងទីកន្លែងផ្លូវទួលខ្សាច់សង្កាត់លេខ4ក្រុងព្រះសីហនុបាទសូមអរគុណ